បាទជំរាបសួរលោកគ្រូទេសថ្ងៃនេះខ្ញុំបាទអេនសុករានមកបកស្រាយពីការធ្វើ Bloom taxonomy ដើម្បីធ្វើសំណួរ testing នៅក្នុងកម្រិត Bloom ទាំង6ទាំងមេរៀននេះផ្ដោតទៅលើ Bloom taxonomy តើ Bloom taxonomy គឺជាទ្រឹស្ដីដើម្បីរៀបចំសំណួរនិងបង្កើត test ស្តង់ដារសម្រាប់វិតម្លៃលើលទ្ធផលសិក្សារបស់សិស្សដើម្បីឲ្យមានគុណភាពនិងការជឿជាក់លើតលយៈភាពចឹង Bloom taxonomy គឺជាកម្រិតពុទ្ធិទាំង6ដូចជាការចងចាំការយល់ដឹងការអនុវត្តការវិភាគការវាយតម្លៃនិងការបង្កើតថ្មីអញ្ចឹង Bloom taxonomy ទាំងអស់មាន6ហើយខ្ញុំនឹងនិយាយឲ្យសំខាន់នៅក្នុង Bloom taxonomy នេះពីការប្រើ Bloom taxonomy ដើម្បីបង្កើតកម្រងសំណួរ test ឲ្យមានស្តង់ដារអញ្ចឹងចំណុចសំខាន់នៃ Bloom taxonomy មានចំនួន6 Bloom taxonomy មានកម្រិតចងចាំនោះគឺរំលឹកចំណេះដឹងមានន័យថាគ្រាន់តែជាកម្រិតមួយដែលប្រើសម្រាប់ឲ្យយើងរំលឹកលើធ្វើម៉េចឲ្យគាត់ចងចាំលើសំណួរឬក៏មេរៀនមួយហ្នឹងឯងចំណែកឯកម្រិតយល់ដឹងគឺជាកម្រិតទី2សម្រាប់បកស្រាយសម្រាប់ពន្យល់បកស្រាយនិងប្រៀបធៀបកម្រិតនេះគឺក្រោយពីគាត់បានចងចាំមកគាត់អាចពន្យល់ថាហ្នឹងជាអ្វីមេរៀនហ្នឹងរៀនអំពីអ្វីមានប្រៀបធៀបទៅនឹងអីគេបានហើយឲ្យគាត់ពន្យល់ថាមេរៀនហ្នឹងធ្វើពីអីបកស្រាយឲ្យបានក្បោះក្បាយចឹងមកចំណែកឯកម្រិតអនុវត្តគឺការប្រើចំណេះដឹងក្នុងស្ថានភាពមានន័យថានៅឧទាហរណ៍ថាយើងរៀនពីកម្រិតរៀនពីមេរៀនទម្ងន់អញ្ចឹងមេរៀនទម្ងន់គឺយើងនិយាយពីប្រកាសជានិយាយពីការប្រើជញ្ជីងហ្នឹងមែនណាទី1យើងដឹងថា1គីឡូក្រាមមានប៉ុន្មានក្រាមហើយ1ក្រាម1គីឡូក្រាមមានប៉ុន្មានក្រាមហើយຂະຫນាតរបស់គីឡូក្រាមហ្នឹងយើងសរសេរបានប្រភេទហ្នឹងដើម្បីឲ្យគាត់ចងចាំចំណុចទី2ឲ្យគាត់បញ្យល់ថា1គីឡូក្រាមហ្នឹងមានប៉ុន្មានក្រាមហើយ1ខាំហ្នឹងមានប៉ុន្មានក្រាម1គីឡូក្រាមមានប៉ុន្មានខាំចំណែកឯការប្រើចំណេះដឹងដូចជាការថ្លឹងវត្ថុអីមួយឧទាហរណ៍ថ្លឹងសាច់ជ្រូកមាន3គីឡូក្រាមអញ្ចឹងគីឡូក្រាមយើងសរសេរ3ហើយកក្រក៏បាន3ហើយកកក៏បាន3ហើយ kg ដែលជាຂະຫນាតរបស់ខាងអង់គ្លេសនឹងក៏បានចំណែកឯការវិភាគគឺជាការបំបែកព័ត៌មានដើម្បីរកទំនាក់ទំនងការវិភាគហ្នឹងឲ្យគាត់វិភាគដឹងថាតើយើងមើលធ្វើម៉េចឬក៏យើងធ្វើបែបម៉េចឲ្យដឹងថាវានៅចំណុច3គីឡូក្រាមអញ្ចឹងយើងត្រូវមើលលើភ្នែកជីងបើវាវិលមកចំ3គីឡូក្រាមគឺ3គីឡូក្រាមតែបើវិលមួយជុំហើយមកដល់3គីឡូក្រាមវិញគឺ13គីឡូក្រាមនេះគឺជាកម្រិតដែលយើងប្រើ Bloom taxonomy ទាំងអស់ហើយកម្រិតវាតម្លៃគឺជាការវិនិច្ឆ័យដោយផ្អែកលើស្តង់ដារអញ្ចឹងការវិនិច្ឆ័យដើម្បីឲ្យមានកម្រិតស្តង់ដារមួយយើងយកអញ្ជិញជាក់ស្ដែងមកក៏បានយើងមានវីដេអូឲ្យគាត់មើលក៏បានដើម្បីឲ្យគាត់ហ្នឹងវិនិច្ឆ័យថាតើចម្លើយរបស់គាត់ហ្នឹងផ្ញើធ្វើទៅវាត្រឹមត្រូវអត់ទី2គឺកម្រិតនៃការបង្កើតថ្មីអញ្ចឹងលោកគ្រូបញ្យល់មិញថាពេលតនិចភ្នែកជីងហ្នឹងវាវិលដល់3គីឡូក្រាមអញ្ចឹងសាច់ជ្រូកហ្នឹងមាន3គីឡូក្រាមតែបើសិនជាគាត់ទិញសាច់ជ្រូកនឹង3គីឡូក្រាមប៉ុន្តែគេកាត់មក3ដុំហើយគេថ្លឹង3ដងអញ្ចឹងក៏គាត់អាចបំបែកបង្កើតថ្មីឲ្យគាត់ធ្វើអាហ្នឹងមកបង្កើតថ្មីវិញបានដែរហើយទី2គាត់អត់អាចថាយកអាអញ្ជីងថ្លឹងនឹងបានទេគេមានអាអញ្ជីងមួយទៀតអញ្ជីងអូតូឬក៏អញ្ជីងអាកូនមានកូនទម្ងន់ប៉ុណ្ណឹងណាអាហ្នឹងក៏គេអាចថាជាអញ្ជីងបានដែរហើយចំណុចទី2គឺប្រភេទនៃសំណួរគឺយើងខ្ញុំសូមបែងចែកជា2ប្រភេទសំណួរទ្រង់ទ្រាយបិទនិងសំណួរទ្រង់ទ្រាយបើកអញ្ចឹងប្រភេទសំណួរទ្រង់ទ្រាយបិទបែបម៉េចសំណួរទ្រង់ទ្រាយបិទគឺដូចជាសំណួរពហុជ្រើសរើស
ពេលជ្រើសរើសនឹងមានឧទាហរណ៍សំណួរតើនៅក្នុងខេត្តតាកែវមានស្រុកប៉ុន្មានអញ្ចឹងឧទាហរណ៍មាន8មាន9មាន10មាន11អញ្ចឹងគាត់អាចជ្រើសរើសនៅក្នុងតែចម្លើយនឹងហើយជ្រើសរើសបានតែមួយគត់បើជ្រើសពីរគឺខុសចម្លើយមួយទៀតគឺសំណួរគឺអាចថាសំណួរខុសឬត្រូវឧទាហរណ៍2+ 2ស្មើ4ខុសឬត្រូវមានតែខុសហើយនឹងត្រូវមួយគត់ហើយនឹងសំណួរមួយទៀតគឺសំណួរផ្គូផ្គងគឺគាត់អាចទាញរកចម្លើយក្នុងចំនួនដែលយើងដាក់ឲ្យតែប៉ុណ្ណោះឧទាហរណ៍បើយើងឲ្យចម្លើយទៅ4សំណួរទៅ4អញ្ចឹងគាត់ផ្គូផ្គងបានតែក្នុងចំណោម4ចម្លើយនឹងទេគាត់អាចផ្គូផ្គងលើសពីនឹងបានទេហើយអត្ថប្រយោជន៍នៃការធ្វើសំណួរពហុជ្រើសរើសសំណួរខុសត្រូវសំណួរផ្គូផ្គងហ្នឹងគឺវាងាយដាក់បន្ទុកនិងជឿជាក់បំផុតមានន័យថាឧទាហរណ៍ថាបើស្រុកបើខេត្តតាកែវមានស្រុកប្រមាណឧទាហរណ៍9អញ្ចឹងគឺមានតែ9ហ្នឹងដែលជាចម្លើយត្រឹមត្រូវមានតែមួយហ្នឹងគឺដាក់បន្ទុកបានច្បាស់ហើយជឿជាក់តម្លាភាពចំណែកគុណវិបត្តិរបស់វាគឺវាស់វែងជំនាញបានកំណត់មានន័យថាយើងសួរទៅមានកម្រិតកំណត់អត់ដូចសំណួរសរសេរទេសំណួរសរសេរគឺអាចឲ្យគាត់នឹងបង្ហាញពីជំនាញគាត់បានខ្ពស់បានល្អបានច្រើនជាងមុនចំណែកឯសំណួរដែលត្រង់ត្រេកបើកខ្ញុំវិញនិយាយពីសំណួរត្រង់ត្រេកបិទឥឡូវនិយាយពីសំណួរដែលត្រង់ត្រេកបើកសំណួរត្រង់ត្រេកបើកនឹងមានដូចជាសំណួរចម្លើយអាចជាចម្លើយខ្លីអាចជាចម្លើយវែងហើយសំណួរបើកហ្នឹងវាមានអត្ថប្រយោជន៍អីគេវាមានអត្ថប្រយោជន៍សម្រាប់ឲ្យគាត់នឹងមានការគិតជ្រៅជាងមុនសរសេរបានអាចបានច្រើនជាងមុនហើយមានន័យជាងមុនអត់ដូចសំណួរបិទទេយើងឲ្យគាត់ប៉ុន្មានគាត់thíchយកតែក្នុងចម្លើយដែលយើងឲ្យនឹងទេthíchខុសចម្លើយយើងឲ្យនោះបានទេតែនេះគាត់អាចសរសេរលើសនឹងបានឬក៏គាត់អាចសរសេរផ្សេងពីនឹងបានចំណែកឯគុណវិបត្តិរបស់វាគឺពិបាកក្នុងការដាក់បន្ទុកអញ្ចឹងគាត់សរសេរវែងទៅវាអត់ត្រូវសរសេរខ្លះទៅខ្លីពេកក៏វាត្រូវសរសេរពង្រាយគ្មានខ្លឹមសារក៏វាមិនត្រូវហើយមួយទៀតគឺត្រូវការពេលវេលាធម្មតាតែសំណួរសរសេរគឺត្រូវការពេលវេលាវែងជាងនេះធម្មតាតែសំណួរបើកគឺវាសំណួរចម្លើយគឺវាត្រូវការពេលវេលាអាចសរសេរវែងជាងច្រើនជាងប៉ុន្តែសំណួរគឺអាចសំណួរគឺតិចជាងសំណួរពហុជ្រើសរើសចំណែកឯគោលការណ៍សំណួរមាន3មានសំណួរត្រូវនឹងសមស្របលទ្ធផលសិក្សារំពឹងទុកជំរើសចម្លើយត្រូវមាន descriptor មានហេតុផលមានភាពជឿជាក់ហើយមានតម្លាភាពហើយភាពច្បាស់លាស់នឹងមិនបង្កឲ្យច្រឡំអាហ្នឹងគឺជាចំណុចសំខាន់ក្នុងគោលការណ៍សរសេរសំណួរចំណែកចំណុចទី4ការរៀបចំ test ស្តង់ដារការរៀបចំ test ស្តង់ដារហ្នឹងគឺសម្រាប់ខ្ញុំគឺបែងចែកជា6ដំណាក់កាលគឺទី1កំណត់តារាងគម្រោងលម្អិត test មានន័យថាយើងត្រូវកំណត់តារាងសំណួរតារាងពេលសំណួរពេលវេលាទីកន្លែងបន្ទប់ស្តង់ដារបន្ទប់យើងអង្គុយបាន1នាក់20នាក់25នាក់វាអត់អាចលើសពី25នាក់ឯងបានត្រឹមតែ25នាក់នឹងឯងមួយទៀតការបង្កើតសំណួរតាមតារាងគឺការបង្កើតសំណួរហ្នឹងដើម្បីឲ្យតាមតារាងមិនឧទាហរណ៍សំណួរគូកងសំណួរពហុជ្រើសរើសសំណួរខុសត្រូវអាហ្នឹងយើងត្រូវបង្កើតតាមតារាងដើម្បីងាយស្រួលក្នុងការដាក់បន្ទុកហើយងាយស្រួលក្នុងការផ្ដល់ចម្លើយឲ្យគាត់ចំណែកឯមួយទៀតការអនុវត្តការតេស្តក្នុងថ្នាក់អញ្ចឹងការអនុវត្តនឹងមានអីយើងត្រូវកំណត់លើពេលវេលាវិន័យពេលវេលាស្តង់ដារបន្ទប់មានប៉ុន្មានអ្នកហើយស្តង់ដារតុអង្គុយគម្លាតគ្នាអត់ឲ្យអង្គុយជាប់គ្នាទេហើយត្រូវតែប្រកាសថាកូនសិស្សគឺមានតែប៊ិចហើយនឹងសិភៅគ្មានប្រយ៉ងគ្មានអីទាំងអស់អញ្ចឹងឲ្យគាត់តេស្តទៅក្នុងថ្នាក់ដើម្បីឲ្យមានភាពតម្លាភាពមានភាពស្មើគ្នារវាងគាត់និងអ្នកដទៃមួយទៀតការវាយតម្លៃពិន្ទុនិងការកែសម្រួលចំណុចនេះដូចខ្ញុំបាននិយាយមកអញ្ចឹងគឺការធ្វើសំណួរតាមតារាងហ្នឹងគឺវាងាយស្រួលក្នុងការវាយតម្លៃពិន្ទុអញ្ចឹងឧទាហរណ៍ថាសំណួរ
គូកង A ត្រឹមត្រូវចឹងមានតែ A ទេthíchត្រូវ A ទេទើបបានបន្ទុកបើមិនthíchត្រូវ A គឺមិនបានបន្ទុកជាដាច់ខាតហើយមួយទៀតគឺវិភាគលទ្ធផលឧទាហរណ៍ថានៅពេលដែលគាត់លទ្ធផលមកបានត្រឹមត្រូវឬទេត្រឹមត្រូវច្រើនគឺយើងវិភាគទៅគឺមានន័យថាសិស្សយើងអាចធ្វើបានច្រើនមានចំណេះដឹងច្រើនចំណុចទី6ចុងក្រោយប្រើប្រាស់លទ្ធផលដើម្បីកែលម្អការបង្រៀននៅពេលដែលយើងវិភាគលទ្ធផលហើយយើងត្រូវប្រើលទ្ធផលហ្នឹងដើម្បីកែលម្អការបង្រៀនមិនបើសិនជាករណីយើងវាតម្លៃទៅវាក្រោម 50% ឬក៏លើស 50% ក្រោម 50% នឹងមិនក្រោម 50% យើងត្រូវកែប្រែលើការបង្រៀនរបស់យើងឲ្យមានវិធីសាស្ត្រថ្មីផ្សេងអត់អាចទៅវិធីសាស្ត្រមុនទេអញ្ចឹងហេតុអីតើគាត់មិនយល់ត្រង់ចំណុចណាយើងគួរតែពន្យល់គាត់ម្ដងទៀតរៀនសារឡើងវិញឬក៏កែសម្រួលវិធីសាស្ត្របង្រៀនរបស់យើងនេះគឺជាការប្រើប្រាស់លទ្ធផលដើម្បីកែលម្អការបង្រៀនចំណែកឯចំណុចចុងក្រោយគឺ5គម្រោងលម្អិតនៃតេស្តអញ្ចឹងយើងត្រូវបង្ហាញមុខវិជ្ជាមេរៀនលទ្ធផលនៃការសិក្សាទ្រង់ទ្រាយសំណួរកម្រិតពុទ្ធិកម្រិតលំបាកពិន្ទុរយៈពេលជួយឲ្យការវិតម្លៃនឹងមានទិសដៅច្បាស់លាស់និងជាក់លាក់ជាងមុនអញ្ចឹងបើយើងបង្ហាញប៉ុណ្ណឹងហើយគឺវាច្បាស់លាស់ហើយវាជាក់លាក់ជាងមុនសម្រាប់ខ្ញុំគឺមានតែប៉ុណ្ណេះហើយសូមអរគុណសូមគោរពលា